ើអ្នកធ្លាប់មានបទពិសោធន៍ដែលចូលទៅជួយនរណាម្នាក់ដោយចិត្តល្អប៉ុន្តែត្រូវគេយល់ច្រឡំទេឧទាហរណ៍ចង់ជួយមិត្តភក្តិប៉ុន្តែគេខឹងឬបង្ហោះសារលើកទឹកចិត្តនៅលើបណ្ដាញសង្គមប៉ុន្តែត្រូវគេរិះគន់ពេលចិត្តល្អត្រូវគេយល់ច្រឡំយើងមានអារម្មណ៍ជាចិត្តថ្ងៃនេះតាមរយៈ2 Samuel 11 យើងនឹងសិក្សាអំពីអំណាចនៃព្រះគុណដែលអាចយកឈ្នះលើការយល់ច្រឡំស្ដេចដាវីតពេលដឹងថាស្ដេចណាហាសនៃសាសអាម៉ូនសោយទីវង្គតបានបញ្ជូនគណៈប្រតិភូទៅសម្ដែងការសោកស្ដាយជាមួយហានូនព្រះរាជបុត្ររបស់គេដាវីតមានទំនាក់ទំនងល្អជាមួយណាហាសហើយចង់បង្ហាញចិត្តល្អដោយស្មោះចិត្តល្អនេះជាភាសាហេប្រ៊ូហៅថាហេសេតដែលមានន័យថាសេចក្តីស្រឡាញ់ដ៏ពិតប៉ុន្តែហានូននិងមន្ត្រីរបស់គេយល់ច្រឡំគិតថាដាវីតបញ្ជូនគេមកស៊ើបការយើងពួកគេបានធ្វើឲ្យគណៈប្រតិភូអាម៉ាស់មុខហើយបណ្ដេញចេញការយល់ច្រឡំនេះបាននាំទៅរកសង្គ្រាមរឿងបែបនេះកើតឡើងច្រើននៅក្នុងជីវិតយើងនៅកន្លែងធ្វើការយើងចង់ជួយមិត្តរួមការងារប៉ុន្តែគេគិតថាដឹកមើលងារខ្ញុំឬផ្ដល់ដំបូន្មានដល់គ្រួសារដោយចិត្តល្អប៉ុន្តែត្រូវគេនិយាយថាអញគិតថាអញអស្ចារ្យណាស់ពេលចិត្តល្អត្រូវគេយល់ច្រឡំយើងអាចចង់បោះបង់ប៉ុន្តែគម្ពីរនេះបង្រៀនយើងចិត្តល្អរបស់ដាវីតឆ្លុះបញ្ចាំងពីកហេសេតរបស់ព្រះគឺសេចក្តីស្រឡាញ់ដែលមិនផ្លាស់ប្ដូរព្រះស្រឡាញ់នឹងអត់ទោសឲ្យយើងជានិច្ចនិខមនំ34:6-7ព្រះគុណនេះបានសម្រេចដោយព្រះយេស៊ូវសុគតនៅលើឈើឆ្កាងដើម្បីយើងប៉ុន្តែមនុស្សជាច្រើនយល់ច្រឡំនិងបដិសេធព្រះអង្គទោះជាយ៉ាងណាព្រះយេស៊ូវបានឈ្នះដោយសេចក្តីស្រឡាញ់ដូចជារឿងប្រៀបធៀបអំពីកូនប្រុសខ្ជិលលូកា15ដែលឪពុកអត់ទោសនឹងទទួលកូនត្រឡប់មកវិញព្រះគុណរបស់ព្រះអាចយកឈ្នះលើការយល់ច្រឡំទាំងអស់ដូច្នេះយើងគួរធ្វើអ្វី1កុំបោះបង់ចិត្តល្អទោះត្រូវគេយល់ច្រឡំក៏ដោយបើនរណាម្នាក់បដិសេធចិត្តល្អរបស់យើងចូលអត់ធ្មត់និងបន្តស្រឡាញ់2ដោះស្រាយការយល់ច្រឡំដោយការសន្ទនាដាវីតមិនមានឱកាសពន្យល់ទេប៉ុន្តែយើងអាចនិយាយដោយស្មោះត្រង់ដើម្បីកាត់បន្ថយការយល់ច្រឡំ3ចងចាំព្រះគុណរបស់ព្រះយេស៊ូវបានអត់ទោសឲ្យយើងដូច្នេះយើងក៏គួរអត់ទោសនិងស្រឡាញ់អ្នកដទៃលោកនេះពោពេញទៅដោយការយល់ច្រឡំប៉ុន្តែព្រះគុណអាចយកឈ្នះអ្វីទាំងអស់ចំពោះមិត្តភក្តិដែលមិនមែនជាគ្រីស្ទបរិស័ទខ្ញុំចង់និយាយថាចិត្តល្អអាចផ្លាស់ប្ដូរពិភពលោកបានទោះត្រូវគេយល់ច្រឡំចូលបន្តស្រឡាញ់និងអត់ធ្មត់ព្រះគុណរបស់ព្រះនិងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវនៅជាមួយយើងដោយព្រះគុណនេះយើងអាចយកឈ្នះលើការយល់ច្រឡំនិងជោគជ័យដោយសេចក្តីស្រឡាញ់ Grok Deep Search Think Grok 3